បាយខ្ចប់ស្លឹកចេកជាមួយត្រីងៀតបងប្អូនអ៊ំពុំមិញមាននឹករសជាតិនេះអត់កាលនៅក្មេងពេលដែលទៅចកាទៅស្រែទៅជ្រោតម្ដាយតែងតែខ្ចប់បាយស្លឹកចេកជាមួយត្រីងៀតបើមិនពងទេក៏អាំងម្ដុំដាក់ទៅតាមខ្លួនដែររសជាតិដ៏សាមញ្ញទេប៉ុន្តែអនុស្សាវរីយ៍គឺអាចបំភ្លេចបានថ្ងៃនេះដែរពួកយើងមករំលឹកអនុស្សាវរីយ៍បាយស្លឹកចេកត្រីងៀតហើយយើងទិញត្រីងៀតពីសិប្បកម្ម Spotlight ត្រីងៀតខាងគាត់ធានាថារសជាតិឆ្ងាញ់សាច់ទន់អត់រឹងទេអត់មានសារធាតុគីមីលាយពណ៌លាយក្លិនឬក៏ដាក់សារធាតុរក្សាទុកបានយូរឯអ្នកគ្នាការវេចខ្ចប់ក៏មានស្តង់ដារអនាម័យរក្សាទុកបានយូរមានដលេច្បាស់លាស់យើងញ៉ាំទៅមានទំនុកចិត្តត្រីងៀតខាងគាត់មានច្រើនប្រភេទដែរមានទាំងងៀតត្រីដៀបងៀតត្រីផ្ទក់ងៀតត្រីអណ្ដែងហើយសុទ្ធតែរសជាតិឆ្ងាញ់ហ្មងរសជាតិគាត់មានហឹរអត់ហឹរផ្អែមប្រៃបងប្អូនអាចជ្រើសបានតាមចំណង់ចំណូលចិត្តបើទោះបីជាពេលនេះយើងរវល់ការងារនៅទីក្រុងឬក៏មិនសូវបានត្រឡប់ទៅផ្ទះក៏យើងនៅតែអាចរកស្វែងរករសជាតិដ៏កក់ក្ដៅនោះបានដែរជាមួយត្រីងៀត Spotlight Food ផលិតពីត្រីស្រស់ធម្មជាតិក្នុងស្រុក 100% ពេលដែលបានហែកញ៉ាំជាមួយបាយស្លឹកចេកក្តៅៗធ្វើឲ្យយើងមានអារម្មណ៍ដូចបានត្រឡប់ទៅផ្ទះឬក៏ជួបជុំគ្រួសារម្ដងទៀតអញ្ចឹងតោះបងប្អូនមករំលឹកអនុស្សាវរីយ៍ទាំងអស់គ្នាជាមួយនឹងត្រីងៀតដែលមានរសជាតិឆ្ងាញ់សុវត្ថិភាពនិងមានស្តង់ដារសុវត្ថិភាពចំណីអាហារបងប្អូនអាចឆាតចូលទៅកាន់ page ដើម្បីកុម្ម៉ង់បានណាឬក៏បងប្អូនអាចរកទិញបាននៅតាមផ្សារទំនើប Lucky